សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកនិយាយរឿងខ្លីមួយជាប្រភេទរឿងអប់រំមានចំណងជើងថាទឹកនិងបន្ទុកនៃចិត្តកាលពីព្រឹកនេះមានសាស្ត្រាចារ្យម្នាក់បានលើកកែវទឹកមួយកែវឡើងរួចសួរទៅកាន់និស្សិតរបស់គាត់ថាតើអ្នកទាំងអស់គ្នាគិតថាកែវទឹកនេះមានទម្ងន់ប៉ុន្មាននិស្សិតម្នាក់បានឆ្លើយតបទៅតាមការស្មានរៀងៗខ្លួនអ្នកខ្លះថា200ក្រាមអ្នកខ្លះថា300ក្រាមសាស្ត្រាចារ្យក៏ញញឹមរួចក៏បាននិយាយទៅកាន់សិស្សនិស្សិតទាំងនោះវិញថាទម្ងន់ពិតប្រាកដរបស់វាគឺមិនសំខាន់នោះទេអ្វីដែលសំខាន់នោះគឺតើអ្នកកាន់វាយូរប៉ុណ្ណាគាត់បានបញ្យល់ថាប្រសិនបើគ្រាន់តែកាន់វាមួយផ្លែតវានឹងមិនមានបញ្ហាអ្វីឡើយប្រសិនបើអ្នកកាន់វាអស់រយៈពេល1ម៉ោងដៃរបស់អ្នកចាប់ផ្ដើមឈឺចាប់ប្រសិនបើអ្នកកាន់វាពេញមួយថ្ងៃដៃរបស់អ្នកនឹងស្ពឹកសពោនហើយអាចនឹងធ្លាក់កែវនោះចុះមកលើដីតាមពិតទៅទម្ងន់របស់កែវទឹកគឺនៅដដែលប៉ុន្តែអ្នកកាន់វាកាន់តែយូរវាកាន់តែធ្ងន់សម្រាប់អ្នកខ្លឹមសារអប់រំរឿងនេះប្រៀបដូចទៅនឹងភាពតានតឹង stress និងព្រួយបារម្ភក្នុងជីវិតការគិតពីបញ្ហាបន្តិចបន្តួចវាមិនអីទេប៉ុន្តែបើអ្នកយកវាមកដាក់ក្នុងចិត្តគ្រប់ពេលវានឹងចាប់ផ្ដើមធ្វើឲ្យអ្នកអស់កម្លាំងលែងមានសមត្ថភាពធ្វើអ្វីៗផ្សេងមិនបានចូលបញ្ចេញចោលរាល់ទុក្ខកង្វល់ទាំងឡាយមុនពេលអ្នកចូលគេងកុំយកបញ្ហានៃថ្ងៃនេះទៅបន្ទុកលើស្មានៃថ្ងៃស្អែកអីចេះដាក់ចោលទើបមានសេចក្តីសុខ